ជំរាបសួរខ្ញុំឈ្មោះពិសិដ្ឋថ្ងៃនេះខ្ញុំអានរឿងមួយដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី5រឿងអ្នកតាឃ្លាំងមឿងក្នុងរាជប្រចាំរាជាគ្រិស្តសករាជ1502ប្រទេសខ្មែរស្ថិតនៅចំណុចប្រទេសសៀមពេលនោះស្ដេចសៀមបានបញ្ជូនមន្ត្រាមួយអង្គមកត្រួតត្រានគរខ្មែរដោយឈឺចាប់នឹងការជិះជាន់ឈ្លានពានរបស់សៀមប្រជារាជាក៏សម្លាប់មន្ត្រានោះទៅព្រះចៅសៀមក្រោធយ៉ាងខ្លាំងក៏លើកទ័ពមកវាយក្រុងលង្វែកទ័ពសៀមបានគៀប្រជាជនខ្មែរជាច្រើនអ្នកយកទៅស្រុកសៀមក្នុងនោះមានអ្នកម្នាងប៉ែននិងមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃផងដែរក្រោយមកអ្នកម្នាងប្រសូតបានបុត្រមួយអង្គមាននាមថាឧទែនរីឯមេដំរីក៏កើតបានកូនមួយដែរថ្ងៃមួយឧទែនបានសុំមកដំរីបោះរោងដំរីដើម្បីរៀនវិជ្ជាខាងមកដំរីស្ដេចសៀមឃើញឧទែនឧស្សាហ៍ក៏ប្រទានងារជាអ្នកត្រួតត្រាផ្នែកងារខាងដំរីពេលធំឡើងកូនមេដំរីប៉ាប៉ៃបានធ្វើជាទីនុនាងព្រះចៅសៀមថ្ងៃមួយស្រាប់តែវាចោតប្រេងព្រិចមកស្លាប់ឧទែនតាមចាប់ដំរីនោះបានតាំងពីពេលនោះមកព្រះចៅសៀមបានប្រទានងារឧទែនថាជ័យអចារ្យអាយុបាន16ឆ្នាំជ័យអចារ្យបានប្រើឧបាយកលត្រឡប់មកសោយរាជស្រុកខ្មែរវិញលុះមកដល់ស្រុកបាត់ដំបងអ្នកស្រុកនិងសេនាចាស់ម្នាក់ឈ្មោះមឿងព្រមទាំងកូន4នាក់បានចូលមកថ្វាយជួនជាសេនាស្ដេចសៀមដឹងក៏លើកទ័ពដេញតាមដោយពុំមានអាវុធបរិបូរណ៍សេនាមឿងបានធានាថាខ្លួនតតាំងនឹងសៀមដោយប្រើឧបាយកលចម្លែកមួយគឺអៀនដូចជីវិតដើម្បីទៅកេណ្ឌពួកខ្មោចមកច្បាំងនឹងសៀមលោកបានបង្គាប់ឲ្យជីករណ្ដៅរួចដាក់ជំរងលោកលោតចុះទៅក្នុងរណ្ដៅនោះរីឯប្រពន្ធនិងកូន2នាក់ទៀតក៏លោតចុះតាមដែរលុះថ្ងៃពេញបរមីគេឮសន្ធឹកក៏ក្រើកមេឃក៏ក្រើកដីដោយបណ្ដាំសេនាមឿងមែនទ័ពខ្មោចបានដង្ហែជ័យអស្ចារ្យលើកទ័ពទៅឡោមព័ទ្ធបន្ទាយសត្រូវទ័ពសៀមភ័យរន្ធត់ទាំងគ្នារត់ប្រាស់អាយុទ័ពសៀមបាក់បបខ្លប់ខ្លាចទ័ពជ័យអស្ចារ្យក៏វិលត្រឡប់ទៅស្រុកវិញអស់ជ័យអស្ចារ្យឡើងក្រងរាជបន្តពីព្រះបិតានិងទទួលព្រះនាមថាជ័យចេស្តាគុណបងប្អូនអរគ្នាជប់គ្នា